សូមស្វាគមន៍មកកាន់ Update Today គយបាដាច់ភ្លើងងងឹតសូនឈឹងនៅទូទាំងប្រទេសជាថ្មីម្ដងទៀតដោយសារតែសហរដ្ឋអាមេរិកបង្កើនការដាក់សម្ពាធប្រតិបត្តិការបណ្ដាញអគ្គិសនីរដ្ឋនៅគយបាបានឲ្យដឹងថាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់ប្រទេសដែនកោះក្នុងតំបន់សមុទ្រខារីបៀនមួយនេះលែងដំណើរការជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យទី2ខែសីហាឆ្នាំ2026ជាហេតុធ្វើឲ្យប្រទេសដែនកោះទាំងមូលធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យឈឹងគយបាបានប្រឈមនឹងបញ្ហាដួលរលំទាំងស្រុងម្ដងហើយម្ដងទៀតនៃបណ្ដាញអគ្គិសនីរបស់ខ្លួនចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថាមពលដោយបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈជាប្រចាំសម្រាប់ស្ថានីយ៍ផលិតអគ្គិសនីនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមហ៊ុនអគ្គិសនី UNE បានឲ្យដឹងតាមរយៈបណ្ដាញសង្គមថាបណ្ដាញផ្គត់ផ្គង់អគ្គិសនីជាតិគយបាលែងដំណើរការជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យបណ្ដាលឲ្យចរន្តអគ្គិសនីនៅទូទាំងប្រទេសត្រូវដាច់ជាថ្មីគយបាកំពុងជួបបញ្ហាដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ដោយសារឧបករណ៍ចាស់ៗស្រាប់បូករួមជាមួយនឹងការដាក់ទណ្ឌកម្មថាមពលពីសហរដ្ឋអាមេរិកដែលបានផ្អាកការផ្គត់ផ្គង់ឥន្ធនៈសម្រាប់ស្ថានីយ៍អគ្គិសនីរបស់គយបា UNE ដែលជាក្រុមហ៊ុនរដ្ឋបានប្រកាសថាប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីជាតិបានដាច់ទាំងស្រុងដែលធ្វើឲ្យប្រទេសទាំងមូលរួមទាំងរដ្ឋធានី Caracas ធ្លាក់ចូលទៅក្នុងភាពងងឹតឈឹងនេះគឺជាការដាច់ចរន្តអគ្គិសនីទាំងស្រុងជាថ្មីដែលប្រទេសគយបាបានជួបម្ដងហើយម្ដងទៀតការដាច់ចរន្តអគ្គិសនីនេះបានធ្វើឲ្យការរស់នៅជាធម្មតារបស់ប្រជាជនស្ទើរតែមិនអាចទៅរួចដោយសារការផ្គត់ផ្គង់ទឹកត្រូវខ្វះខាតម៉ាស៊ីនត្រជាក់ឬកង្ហាក៏ឈប់ដំណើរការនេះគឺជាសម្ពាធដែលកាន់តែរីកធំឡើងសម្រាប់សង្គមមួយដែលធ្លាប់ជួបការលំបាករួចទៅហើយឥឡូវនេះត្រូវជាប់គាំងក្នុងវិបត្តិដែលអូសបន្លាយរាប់ខែគ្មានទីបញ្ចប់ច្បាស់លាស់ក្រសួងធម្មពលគយបាបានឲ្យដឹងថាកិច្ចប្រឹងប្រែងស្ដារការផ្គត់ផ្គង់អគ្គិសនីឡើងវិញកំពុងតែប្រព្រឹត្តទៅទីក្រុង Washington បានអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងរុស្ស៊ីតែមួយគ្រឿងប៉ុណ្ណោះដែលមានផ្ទុកប្រេងឆៅ 10,000 តោនចូលទៅគយបាកាលពីខែមីនាប្រេងទាំងនោះមកដល់ពេលនេះទំនងជាត្រូវប្រើប្រាស់អស់បាត់ទៅហើយបន្ថែមពីលើការដាក់ទណ្ឌកម្មប្រេងរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនទណ្ឌកម្មថ្មីប្រឆាំងនឹងរដ្ឋគយបាដោយជំរុញឲ្យក្រុមហ៊ុនបរទេសជាច្រើនផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏បានចោទប្រកាន់អតីតប្រធានាធិបតីគយបាលោក Raúl Castro ដែលជាបងប្រុសរបស់មេដឹកនាំបដិវត្តន៍ Fidel Castro ពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះស៊ីវិលអាមេរិក2គ្រឿងកាលពី3ទសវត្សរ៍មុនថែមទៀតផងសូមបញ្ជាក់ថាការចរចារវាងទីក្រុង Havana និងទីក្រុង Washington ហាក់មិនសម្រេចបានលទ្ធផលអ្វីច្រើនទេទីក្រុង Havana បានអនុវត្តកំណែទម្រង់ទីផ្សារសេរីជាបន្តបន្ទាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនរុស្ស៊ីនិយាយថាអ៊ុយក្រែនបានសម្លាប់មនុស្ស7នាក់រួមទាំងកុមារ3នាក់នៅរមណីយដ្ឋានសមុទ្រខ្មៅរុស្ស៊ីបាននិយាយនៅថ្ងៃច័ន្ទទី3ខែសីហាឆ្នាំ2026ថាមនុស្ស7នាក់រួមទាំងកុមារ3នាក់ត្រូវបានសម្លាប់និងមនុស្ស40នាក់ផ្សេងទៀតបានរងរបួសនៅរមណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុង Gelendzhik ដោយសារការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដោយចេតនាលើជនស៊ីវិលមិនទាន់មានការអធិប្បាយភ្លាមៗពីអ៊ុយក្រែនទេតែរុស្ស៊ីបាននិយាយថាខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនានៅក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលទីក្រុងមូស្គូបានចាប់ផ្ដើមនៅឆ្នាំ2022ទេវីដេអូនៅលើបណ្ដាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters បានបង្ហាញពីអ្វីម្យ៉ាងដែលហាក់ដូចជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានបុកចូលតំបន់ឆ្នេរដ៏មមាញឹកក្បែរទីក្រុង Gelendzhik អមដោយការផ្ទុះខ្លាំងលោក Veniamin Kondrativ អភិបាលក្រុង Krasnodar បានហៅហេតុការណ៍នេះថាជាសោកនាដកម្មដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថាអ្វីដែលបានកាត់ឡើងនៅថ្ងៃនេះគឺជាការវាយប្រហារដោយចេតនាពីរបបគៀវទៅលើប្រជាជនស៊ីវិលរុស្ស៊ីដែលមិនមានពាក់ព័ន្ធអ្វីទាំងអស់ទៅនឹងរចនាសម្ព័ន្ធយោធាកូរ៉េ
ខាងត្បូងនិងកូរ៉េខាងជើងប្រកាសអាសន្នកម្រិតខ្ពស់ដោយសារតែកម្ដៅខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមេដឹកនាំកូរ៉េខាងត្បូងនិងមេដឹកនាំកូរ៉េខាងជើងបានប្រកាសអាសន្នកម្រិតខ្ពស់ដោយសារតែរលកកម្ដៅដ៏កាចសាហាវមិនធ្លាប់មានបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើឧបទ្វីបកូរ៉េដោយធ្វើឲ្យសីតុណ្ហភាពនៅកូរ៉េខាងត្បូងនិងនៅកូរ៉េខាងជើងបានហក់ឡើងខ្ពស់ខ្លាំងជាប្រវត្តិសាស្ត្រខណៈអាជ្ញាធរនៃប្រទេសទាំងពីរបានប្រកាសដាក់ចេញវិធានការសង្គ្រោះបន្ទាន់និងបើកទីជម្រកត្រជាក់ជាច្រើនកន្លែងអ្នកព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃច័ន្ទទី3ខែសីហាឆ្នាំ2026ថាកម្ដៅដ៏ខ្លាំងក្លាបានរីករាលដាលដល់រដ្ឋធានីសេអ៊ូលនិងតំបន់ភាគខាងលិចទីស្នាក់ការគ្រប់គ្រងនិងការពារជំងឺរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថាមនុស្ស14នាក់បានបាត់បង់ជីវិតនិង1889នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺដោយសារតែកម្ដៅចាប់តាំងពីពាក់កណ្ដាលខែឧសភារហូតមកដល់ពេលនេះទន្ទឹមនឹងនោះទីក្រុងយ៉ាងសានភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាសីតុណ្ហភាពឡើងដល់ 42.5 អង្សាកាលពីថ្ងៃអាទិត្យកន្លងទៅដែលជាកម្រិតកម្ដៅដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃការតាមដានអាកាសធាតុរយៈពេល122ឆ្នាំនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោកស្រីហាងសឹងសុកបានបញ្ជាឲ្យគ្រប់ក្រសួងនិងអាជ្ញាធរដែនដីគៀងគរប្រភពធនធានទាំងអស់ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃរលកកម្ដៅនិងគ្រោះរាំងស្ងួតនេះខណៈការប្រកួតកីឡានិងព្រឹត្តិការណ៍ផ្សេងៗត្រូវបានលុបចោលជាបន្តបន្ទាប់ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថាសីតុណ្ហភាពនៅក្នុងប្រទេសរបស់ខ្លួនបានហក់ឡើងជិត40អង្សាដោយបង្កឲ្យមានបាតុភូត Tropical Night រយៈពេល5ថ្ងៃជាប់គ្នានៅរដ្ឋធានីភ្ជុំយ៉ាងហើយប្រជាជនរាប់ម៉ឺននាក់បានសម្រុកទៅតំបន់ឆ្នេរសមុទ្រនិងសួនទឹកនានាដើម្បីគេចចេញពីកម្ដៅដ៏កាចសាហាវនេះសូមអរគុណសម្រាប់ការតាមដាន Update Today